អ្នកនរគ្នាដូចខ្ញុំអត់ដែលឆ្ងល់ថាខ្លួនឯងចូលចិត្តធ្វើអីប្រកបអត់ពួកខ្ញុំតែតែឆ្ងល់ថាខ្លួនឯងចូលចិត្តធ្វើអីប្រកបព្រោះហងៃចំណង់ចំណូលចិត្តនៃការធ្វើរបស់ខ្ញុំគឺខុសគ្នារហូតហើយនេះគឺជាអ្វីដែលខ្ញុំចូលចិត្តពេលខ្លះខ្ញុំជាគ្រូវិហារហើយពេលខ្លះទៀតខ្ញុំគឺជាហ្គេង Sometimes a gamer ចុយងាស់បាល់ហើយចូលលឿន a football player a developer a producer and sometimes a video editor និយាយទៅខ្ញុំកំពុងអង្គុយ edit វីដេអូហ្នឹងហើយអូមូលហេតុគឺមកពីអ្វីគ្រប់យ៉ាងគឺវា interesting algorithm វាគឺងាយស្រួលទេពេលខ្លះ YouTube recommend ឲ្យយើងរៀនពីរបៀប port ជា game making programmer សរសេរកូដបង្កើត app នេះបង្កើត app នោះ Messi តតបាល់អញ្ចឹងទៅធ្វើឲ្យអារម្មណ៍យើងចាប់ផ្ដើមផ្លាស់ប្ដូរយូរទៅយើងមិនខ្លាច hobby ទេគឺយើងបែរទៅជាចាប់យកអ្វីដែលជា beginner ធម្មតារបស់ដែលយើងធ្វើថ្មីវាតែងតែ beginner សម្រាប់យើងអញ្ចឹងយើងអត់មានថ្ងៃដែលខ្លាយទៅជា advanced ទេហើយពេលដែលខ្ញុំប្រាប់អ្នកដែលខ្ញុំស្គាល់ថាខ្ញុំបានចាប់ផ្ដើមអីថ្មីទៀតគេតែងតែសួរខ្ញុំថាសម្លេងខ្ញុំក៏សាហាវទៅទៀតហើយទឹកទៀតចុះតែមុនគឺទៅលេងបានឥឡូវគេហើយទឹកទៀតហើយជាសាប់សុកវិញចុះអត់ដឹងចំបងចុះដល់គេទេអញ្ចឹងដើរតិចទៀតទៅស្ទួយទៅបាត់ទៅដើរចូលចាំពេលដែលខ្ញុំឃើញណាគេម្នាក់ make something cool something interesting គឺខ្ញុំចង់ទៅធ្វើអាហ្នឹងដែរទាំងដែលយើងដឹងថាពេលដែលយើងធ្វើទៅវាមិនប្រកាសថាវាដំណើរការ 100% ឬក៏ដូចអ្វីដែលយើងចង់បានទេប៉ុន្តែ at least យើងបានស្គាល់ហើយបានសាកល្បងវាដែរប៉ុន្តែប្រកាសណាស់នៅពេលដែលយើងធ្វើអីដែលរបៀបតាមចិត្តចង់អញ្ចឹងវាប្រកាសជាមាន downside នោះគឺ hobby គឺ cost money take time ហើយយូរទៅcònតែរបស់អត់ប្រយោជន៍តែនៅក្នុងកុំព្យូទ័រឬក៏នៅក្នុងក្បាលយើងហ្នឹងវាសឹងតែពេញហើយព្រោះរបស់ដែលយើង try តែជា beginner ហ្នឹងវាអត់អាចប្រើជាសាច់ការអីកើតmindset របស់ខ្ញុំតែងតែប្រាប់ខ្លួនឯងថាដល់ពេលដែលខ្ញុំឃើញអីមួយលោក fun គឺខ្ញុំ at least try វាសិនវាជាអ្វីមួយដែលធ្វើឲ្យយើងចង់សាកល្បងវាហើយយើងចង់ចេះវាបើទោះជាយើងអត់បានផលប្រយោជន៍អីពីវាក៏យើងបាន experience ដល់ពេលដែលយើង beginner ចាប់ផ្ដើមធ្វើអីមួយហើយយើងធ្វើវាចេញបានជាលទ្ធផលតូចតាចមួយក៏ដោយក៏យើងព្រោះយើង make brain យើងខួរក្បាលយើងថាអូខេអាហ្នឹង low អាហ្នឹង cool ហើយយើង enjoy វាកាន់តែ more ដូចអារម្មណ៍ពេលដំបូងដែលយើងធ្វើអីមួយចឹងយើងមើលរឿងសម័យនេះយើងមើលរឿងអញ្ចឹងបើយើងមើលរឿងលើកទី1ហើយរឿងហ្នឹងល្អមើលគឺយើងខួរក្បាលយើងគឺថាអូរឿងហ្នឹងល្អមើលប៉ុន្តែពេលដែលយើងមើល2ដង3ដងទៅយើងចាប់ផ្ដើមដឹងសាច់រឿងគឺវាធ្វើឲ្យយើងសាំគឺយើងកំពុងតែ you know try something new enjoy life enjoy អ្វីដែលថ្មីដើម្បីឲ្យ brain យើង keep update and keep you know develop
try អីថ្មីថ្មីវាជារឿងល្អតែយើងត្រូវត្រឡប់មកវិញមើលទៅលើ downside ទី1ខាតពេលវេលាទី2ខាតពេលក្នុងការរៀនហើយខាតកម្លាំងយ៉ាទាំងអ្នកនរគ្នាវិញមិនដែរ